សូមស្វាគមន៍មកកាន់រឿងរាត្រីស្នេហ៍អូននិងបងភាគទី1ដើមសាច់រឿងទូស្រីនិងទូប្រុសកំពុងតែថាបើជញ្ជក់ចូលភាពសៀងកររវាងគ្នាទៅមកដល់ពួកគេពុពេញនូវភាពផ្អែមល្ហែមនិងផាហ្វេងក៏ប្រាប់ទៅកាន់ទូស្រីថាកុំភ្លេចមករបស់គាត់មិនទៅពេលព្រឹកកាលមកពេលព្រឹកស្អែកផ្ញើពេលដំណេកទូស្រីមានអារម្មណ៍ថាទូប្រុសពិតជាសង្ហានិងស្ងប់ស្ងាត់ប៉ុន្តែនាងក៏សម្រេចចិត្តចេញមកខាងក្រៅកាលពេលជប់មិញនាងគ្រាន់តែច្រឡំលេខបន្ទប់ប៉ុណ្ណោះទូស្រីគឺជារនវៃអីនៅមិនបានទេនាងក៏ប្រញាប់រត់ចាក់ចេញទៅចំណែកឯទូប្រុសវិញគឺហ្វូឈងជើគាត់កំពុងតែឆ្ងល់ការប្រជុំមិញស្ត្រីម្នាក់នោះបានរត់ចោលគាត់អស់ភាពកំដៅរបស់គាត់អស់រលែងឆាប្រាប់ទៅកាន់លោកថាវថាពេលណាមកដល់ទីនេះចូលសម្លៀកពាក់ខ្ញុំមួយផងបន្ទាប់បាននិយាយរួចសង្ថាវក៏បានមកដោយហុចជាមួយសម្លៀកពាក់ទូប្រុសក៏ឡើងអៀនណាសង្ថាចាក់ចេញទៅបានទូប្រុសនឹងក៏បានខឹកក្នុងចិត្តតែគាត់ឃើញទូស្រីនឹងប្រកាសជាមិនអកិច្ចផុតទេហើយងាកមកទូស្រីនាងក៏បានមកបន្ទីពេនថ្ងៃនេះកំពុងតែជួយជាមួយនឹងទូប្រុសហេតុអីអ្វីក៏ផែនដីនិមលយ៉ាងនេះក៏មិនតែនាងក៏បានសួរតែនៅទីនេះមានគ្រូពេទ្យស្រីឬអត់ហើយទូប្រុសថាគ្មានអ្វីទេមានអ្វីពិនិត្យជាមួយនឹងគាត់ទូស្រីថានាងប្រហែលជាច្រឡំបន្ទប់រិនវៃអ៊ីរៀបចេញទៅហ្វូជឹងជើក៏បានប្រាប់ថាឲ្យចូលមកនេះមកគាត់គឺជាអ្នកពិនិត្យនៅទីនេះហ្វូជឹងជើក៏ចាប់ផ្ដើមសួរថាអាយុប៉ុន្មានមានឈ្មោះអ្វីទូស្រីក៏ប្រាប់ឈ្មោះរិនវៃអ៊ីហើយនាងមានអាយុ22ឆ្នាំទូប្រុសក៏បន្តសួរទៀតថាតើមានឈ្មោះអ្វីនៅពេលនេះរិនវៃអ៊ីនឹងក៏ប្រាប់ថានាងគ្រាន់តែឈឺជើងតិចតួចកាលពីជប់មិញហើយទូប្រុសក៏បានសួរទៀតចុះមានប្តីហើយឬនៅមានសង្សារដែរទេទូស្រីថាគ្មានទេក៏ប៉ុន្តែគាត់ក៏បានសួរតែមានជំងឺអីច្បាស់ប្រាប់គាត់មកទូស្រីឆ្លើយរដីរដប់ទូប្រុសឆ្លើយជំនួសបងស្រឡាញ់អូនមែនទេនិយាយទៅមកហ្វូឆឹងជើនឹងក៏បានប្រាប់បន្ថែមកុំបារម្ភអីគ្រូពេទ្យគឺជាអ្នកចេះនិងមានជំនាញច្បាស់លាស់ដូច្នេះគាត់នឹងព្យាបាលអ្នកបានល្អថាប៉ះទង្គិចអ្វីក៏ដោយបន្ទាប់ពីនោះដល់ពេលដែលគាត់ត្រូវបញ្ចូលពាក្យសម្ងាត់ចូលក្នុងកុំព្យូទ័រក៏ប៉ុន្តែគ្រូពេទ្យនៅកន្លែងរបស់ខ្លួនឯងរក password ដើម្បីទៅចូលចុចពីរដងនៅតែចុចមិនចូលដល់ទូស្រីនេះឆ្ងល់ដល់ចំពេលនោះម៉ាក់របស់ទូប្រុសកំពុងតែចូលមកទូប្រុសមិនមែនពេទ្យគាត់ចូលជំនួសម៉ាក់របស់គាត់ប៉ុណ្ណោះគាត់ទៅឃើញកូនប្រុសកំពុងតែអង្គុយហើយក៏ប្រឹងសាជំងឺជាមួយមនុស្សស្រីគាត់ក៏បានខឹងហើយក៏កូនប្រុសរបស់គាត់បដៅមិនស្ដាប់ញ៉ឹងត្រចៀកឲ្យចេញក៏សុំទោសទៅកាន់ក្មេងស្រីតូចដែលសាខ្ញុំចេញទៅក្រៅមួយផ្លែតនេះជាកូនប្រុសរបស់ខ្ញុំតែប៉ុណ្ណោះជាធម្មតាក៏មិនដែលមកស្ម័គ្រចិត្តក៏និយាយសួរទៅកាន់អ្នកជំងឺបែបនោះដែរអ្នកស្រីជាងក៏បានដេញឲ្យកូនប្រុសចេញទៅខាងក្រៅក៏នឹងពិនិត្យទូស្រីក៏មិនតែអំឡុងពេលនោះក៏នៅតែងាកមើលហើយក៏មើលទៀតដល់ទៅពេលម៉ាក់របស់គាត់ឲ្យរិនវៃអេមកឡើងលើក្រែដើម្បីនឹងពិនិត្យរោគស្ត្រីបើតែគាត់នៅតែលួចមើលម៉ាក់របស់គាត់ក៏បានជេរកូនចောင်းម៉ាស៊ីនហៅដល់ឲ្យទៅកាន់ទូប្រុសនឹងឈរនៅខាងក្រៅនៅពុំតាន់ទៅណាទេនៅស្ដាប់សំឡេងការនិយាយបដាជេរបដារបស់ម៉ាក់របស់គាត់ពិនិត្យរួចរាល់ទូប្រុសក៏បានបើកទ្វារដើម្បីរងចាំស្ដាប់ដោយម៉ាក់របស់ទូប្រុសដូចជាអ្នកស្រីចឹងក៏បានជេរបើសិនជាខ្ញុំវិញបើមានកូនស្រីត្រូវគេធ្វើបាបបែបនេះប្រកាសជាមិនរួចខ្លួនរបស់ខ្ញុំឡើយទូប្រុសថាបានហើយម៉ាក់កុំជេរអីលឺពេកខ្មាស់គេក៏មិនតែអ្នកស្រីចឹងថាខ្ញុំមិនបានជេរឯងទេខ្ញុំណែនាំអ្នកជំងឺរបស់ខ្ញុំហើយនៅអំឡុងពេលនោះក៏និយាយដល់ថាចាប់ពីថ្ងៃនេះទៅបែកជាមួយនឹងសង្សាររបស់ក្មេងស្រីតូចទៅហើយការនិយាយក៏មិនដឹងថាទូប្រុសជាអ្នកគេងជាមួយទូស្រីកាលពីជប់មិញនោះទេរិនវៃអីរៀបសួរថាអ្នកគ្រូពេទ្យតើខ្ញុំមានជំងឺអ្វីអត់ខ្លាចថាឆ្លងមេរោគហើយទូប្រុសក៏ឡើងមួយចិត្តអ្នកស្រីចឹងក៏បានប្រាប់ថាគ្មានបញ្ហាអីទេក៏ប៉ុន្តែមួយសប្តាហ៍គេងជាមួយគ្នាតែម្ដងបានហើយកុំឲ្យប៉ះពាល់ដល់សុខភាពដល់ពេលទទួលចូលกระดาษណែនាំរួចរិនវៃអ៊ីនាងក៏បានដើរចាក់ចេញតែទូប្រុសនៅឈរបែបនេះនាងអារម្មណ៍អៀនខ្លះនាងក៏ចាក់ចេញក៏មិនតែបន្តែងអ្នកស្រីជាងក៏បាននិយាយថាបើសិនជាបរិយាគេងជាមួយនឹងក្មេងស្រីតអំបីមិនជាកូនប្រុសរបស់ខ្ញុំប្រកាសជាវាយគេឲ្យស្លាប់ក៏មិនតែកូនប្រុសនៅទីនេះមានពេទ្យ single ច្រើនណាស់បើកូនចង់តាក់ទងឬមានសង្សារម៉ាក់ណែនាំបានក៏មិនតែហ្វូជើងជើប្រាប់ថាអត់ទេម៉ាក់មិនចាប់អារម្មណ៍ក៏ដើរចេញគាត់ដើរចេញមកដើម្បីទៅអូសទូស្រីចូលបន្ទប់សម្ងាត់មួយមិនទៅសួរថានាងកំពុងតែបំផ្លាញនៅអ្វីគ្រប់យ៉ាងនៅលើខ្លួនរបស់ខ្ញុំបន្ទាប់មកក៏រត់គេចទូស្រីថាការយប់មិញលោកស្រវឹងខ្ញុំក៏ស្រវឹងដែរត្រូវទេតែទូប្រុសថាអត់ទេខ្ញុំមិនបានស្រវឹងឡើយខ្ញុំចាំច្បាស់ណាស់បើមិនដូច្នោះខ្ញុំមិននឹងចាំនាងទៅហើយចឹងណាវ៉ៃអ៊ីនេះក៏ប្រាប់ថាបើសិនជារឿងរ៉ាវទាំងអស់នោះកើតហើយខ្ញុំមិនទាមទារលោកទទួលខុសត្រូវឯណាប៉ុន្តែខ្ញុំក៏ចង់ដឹងតើលោកមានជំងឺអ្វីឬអត់ខ្លាចតែប៉ះពាល់ឆ្លងមេរោគអេដអីចឹងទូប្រុសថាអត់ទេមិនក៏អ្នកឆ្លើយនិយាយអីចឹងខ្ញុំក៏ជាពេលដំបូងដូចគ្នានេះបំផ្លែភាពកំឡោះរបស់ខ្ញុំឯទូស្រីនឹងគិតនឹងឆ្ងល់ណានៅកំឡោះដែរមានគួយទេប៉ុន្តែមិនក៏អុយជំនាញម្ល៉េះទូប្រុសក៏ថាអូបើសិនជាអ្នកនិយាយបែបដូច្នេះ
មិនក៏មិនឧស្សាហ៍ចំទៅថាជំនាញរបស់ខ្ញុំការថារបស់ខ្ញុំគឺ perfect អមិនតែនិយាយពាក្យទាំងអស់នោះទូស្រីក៏បានសួរលោកមករកខ្ញុំធ្វើអីមនុស្សស្រីច្រើនណាស់ខ្ញុំគ្មានអ្វីឲ្យលោកឡើយតែទូប្រាប់ថាមានគាត់ចង់បានគឺជាជីវិតរបស់ទូស្រីពេញមួយជីវិតរបស់គាត់ទូស្រីថាអត់ទេលោកកុំប្រេះផ្ដាស់កុំមកសម្លឹងមកកាន់ខ្ញុំបែបនេះទូប្រុសក៏ដកទូរស័ព្ទរបស់វៃអ៊ីមកហើយក៏បាន scan ហើយសេនៅលេខទូរស័ព្ទដើម្បីតាក់ទងគ្នាលើកក្រោយបន្ទាប់ពីនេះរួចដល់ពេលដែលគាត់នាំទូស្រីដើម្បីតែចាក់ចែងនិងជូនត្រឡប់ទៅផ្ទះបន្តិចឡានក៏មកដល់នៅកន្លែងទូស្រីរស់នៅដោយចូលពីលើឡានផ្លែរ៉ាត់វៃអ៊ីក៏ត្រូវបានទូប្រកសួរឆឹងជើក៏បាននិយាយថាតានាងត្រូវឲ្យខ្ញុំយកថ្នាំនេះរាល់ថ្ងៃដែរអត់បើសិនជាអស់ខ្ញុំលាបឲ្យអត់ទូស្រីថាអត់ទេលោកឈ្គួតទេគាត់ក៏បានចេញមកខាងក្រៅមួយសប្តាហ៍ក្រោយមកទូស្រីធ្វើការនៅបុគ្គលិកនៅក្រុមហ៊ុនមួយកន្លែងក៏មិនតែនៅពេលដែលចេញពីការងារmanager របស់នាងក៏មកប៉ះព្យាយាមលូកលាន់ទៅកាន់នាងបបួលនាងទៅមើលកូនជាមួយគ្នាទៀតផងក៏មិនតែអាវ៉ៃអ៊ីក៏ប្រាប់ថាលោកមានប្រពន្ធទាំងកូនទៀតលោកមិនគួរធ្វើឲ្យប្រាប់អត់មកទេខ្ញុំមិនចូលចិត្តនាងក៏ចាក់ចេញដើរមកជាមួយមិត្តរបស់នាងបណ្ដាគឺជាអាឈីបាននិយាយថាមើល manager ធ្វើក៏មិនល្អតទៅសោះក៏ព្យាយាមញ៉ៃញ៉ៃជាមួយនឹងខ្លួនក៏មិនតែអាឈីនឹងក៏បានប្រាប់ថាបានដូច្នោះឯងមិនរកមិត្តប្រុសមួយទៅដើម្បីការពារផងដែរចាំពេលនោះហ្វូឆឹងចៅកំពុងទៅនៅទីនោះដែលកំពុងនិយាយមួយមិត្តភក្តិរបស់គាត់មិត្តភក្តិគាត់បានសួរថាស្អាតទេប៉ុន្តែខ្ញុំគិតថាគួរត្រូវមកស្រីមួយទៅអំឡុងពេលនេះចៃទូស្រីនឹងក៏បានដើរទៅខាងក្រោមទូប្រុសនឹងក៏បានចុះផ្លែតដើម្បីទៅតាមតែទូស្រីវិញក៏បាស់ជាមួយនឹងបរិមម្នាក់ហើយបរិមម្នាក់នោះព្យាយាមនិយាយឲ្យលេបខាញ់មើលទៅក្មេងស្រីទៅពិតជាស្អាតព្យាយាមប៉ះទៅកាន់នេះទូប្រុសក៏បឺធាក់មួយជើងពីកន្លែងហើយក៏ប្រញាប់រត់ចេញពីទីនោះហើយទូស្រីគ្មានពាក្យអ្វីទេក្រៅពីអរគុណទៅកាន់ហ្វូឆឹងចៅហ្វូយើងចៅក៏បានសួរថានេះជាមិត្តប្រុសរបស់នាងចាំមិនជួយនាងគាត់ថានាងមិនគួរតាក់ទងជាមួយគាត់ទេអត់ល្អទូស្រីថាចឹងណាមិនអីទេខ្ញុំអរគុណលោកក៏រត់ចាក់ចេញមកខាងក្រៅបាន